ស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាទាក់ទងនឹងរបៀបinstall barcode scanner របស់យើងអ្នកនរគ្នាអញ្ចឹងជំហានទី1ដែលអ្នកទាំងអស់គ្នាត្រូវមានគឺត្រូវមានfont barcode scanner ទៅដើម្បីឲ្យវាស្គាល់នៅក្នុង Excel នៅពេលដែលយើងវាយឯកសារទៅយើងស្គាល់អញ្ចឹងយើងចាប់ផ្ដើមបើកវាមកអ្នកទាំងអស់គ្នានៅពេលដែលបើកមកវាចេញផ្ទាំងbarcode scanner របស់យើងវាចេញ load មកអញ្ចឹងអ្នកនរគ្នាអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា install ហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា yes អញ្ចឹងអ្នកទាំងអស់គ្នារងចាំវា install ពេញហើយអ្នកទាំងអស់គ្នាបិទវាមកឥឡូវហ្នឹងគឺវា install បានពេញយើងបិទវាមួយមកបន្ទាប់ពីហ្នឹងមកអ្នកទាំងអស់គ្នាចូលមកកាន់ Excel របស់យើងបើកផ្ទាំងពណ៌សមួយមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាវាយលេខប្រហែលក៏បានដែរតាមតម្រូវចិត្តរបស់អ្នកទាំងអស់គ្នានៅពេលអ្នកទាំងអស់គ្នាបើកហើយអ្នកទាំងអស់គ្នា select ទៅនឹងមួយមកបន្ទាប់មកអ្នកទាំងគ្នាចូលពាក្យ home ហើយបន្ទាប់មកអ្នកទាំងអស់គ្នាវាយពាក្យថា barcode scanner អញ្ចឹងអ្នកទាំងអស់គ្នាចុចមកគឺវានឹង load barcode scanner អ្នកទាំងអស់គ្នាមើលអញ្ចឹងសម្រាប់ barcode scanner ហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាប៉ុន្តែបើអ្នកទាំងអស់គ្នាត្រូវតាចូលទៅ home ហ្នឹងដើម្បីវាយfont barcode scanner បានវាស្គាល់ចេញជា barcode scanner បែបនេះឲ្យអ្នកទាំងអស់គ្នាអញ្ចឹង font ហ្នឹងដែលខ្ញុំបានគឺខ្ញុំយកមកពីឈ្មោះអ្នកទាំងអស់គ្នា font code barcode scanner របស់ដែលខ្ញុំ install មកមិញអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសូមអរគុណ